នេះគឺជាអ្នកប្រាជ្ញសាស្ត្រខ្មែរមួយរូបដែលពូកែខាងវោហាស័ព្ទកំណាព្យកាប់ឃ្លោងដល់ល្បីរន្ទឺនារជ្ជកាលព្រះបាទនរោត្តមស៊ីសុវត្ថិហើយលោកមានឈ្មោះថាលោកតាក្រុមងុយក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅដឹងអំពីសាវតារបស់លោកព្រះភិរមពិសាអ៊ូហៅងុយថាតើលោកមានប្រវត្តិបែបណាអរគុណដល់ផលិតផលទឹកយិនសិនម៉ាអ៊ីសម្រាប់បងប្អូនមានបញ្ហាសុខភាពឧស្សាហ៍វិលមុខស្រវាំងភ្នែកនឿយហត់អស់កម្លាំងធ្វើការងារធ្ងន់ស្ពឹកស្រពន់អាចជ្រើសរើសទឹកយិនសិនម៉ាអ៊ីយកទៅប្រើប្រាស់បានឱកាសល្អពីក្រុមហ៊ុន Free សេវាដឹកជញ្ជូនបងប្អូន25ខេត្តក្រុងទំនាក់ទំនងទិញតាមរយៈ Page EE Black 9និង Telegram ខាងលើលោកតាក្រុមងុយត្រូវបានគេស្គាល់ថាជាអ្នកប្រាជ្ញខាងអក្សរសាស្ត្រខ្មែរពូកែខាងវោហាស័ព្ទកំណាព្យកាប់ឃ្លោងព្រមទាំងបានបង្កើតច្បាប់ព្រានប្រដៅជាច្រើនហើយលក្ខណៈពិសេសរបស់លោកតានោះគឺការច្រៀងកំណាព្យដោយគ្មានការសរសេរទុកមុនឡើយលោកតាក្រុមងុយមានឈ្មោះដើមថាអុកអ៊ូហើយគេមិនដឹងអំពីថ្ងៃខែកំណើតរបស់លោកតាទេប៉ុន្តែមានឯកសារខ្លះបានអះអាងថាលោកកើតនៅក្នុងឆ្នាំ1865នៅភូមិព្រៃអណ្ដូងស្វាយឃុំកំបូលស្រុកភ្នំពេញខេត្តកណ្ដាលកាលពីនៅកុមារភាពឪពុកបាននាំរូបលោកឲ្យទៅស្នាក់នៅវត្តដើម្បីរៀនអក្សរនិងលេខនិពន្ធក្នុងសំណាក់លោកគ្រូចៅអធិការវត្តអង្គបឹងចកនៅស្រុកកំណើតរបស់លោកកុមារអុកអ៊ូហៅងុយជាកុមារមួយរូបដែលមានភាពឧស្សាហ៍ព្យាយាមនិងយកចិត្តទុកដាក់ក្នុងការរៀនសូត្រក៏ដូចជាកិច្ចការងារចំពោះព្រះសង្ឃពុំដែលធ្វើប្រហែសម្ដងណាឡើយដោយសារតែសេចក្តីឧស្សាហ៍ព្យាយាមនេះហើយដែលបានធ្វើឲ្យលោកគ្រូចៅអធិការក៏ដូចជាព្រះសង្ឃឯទៀតកើតក្តីអាណិតស្រឡាញ់ដល់កុមារនេះគ្រប់គ្នាក្រោយមកលោកក៏បានបួសជាសាមណេរដើម្បីបន្តការសិក្សាព្រះធម៌រហូតទាល់តែចេះសេចក្តីនៅក្នុងធម៌នៅក្នុងគម្ពីរនានាបានយ៉ាងជ្រៅជ្រះនៅពេលអាយុ21ឆ្នាំសាមណេរអុកអ៊ូបានបំពេញឧបសម្បទាជាភិក្ខុភិវៈហើយដោយសារតែចង់មានចំណេះដឹងឲ្យកាន់តែទូលំទូលាយស្ដីអំពីព្រះធម៌ព្រះភិក្ខុអ៊ូក៏បានរៀនបកប្រែព្រះត្រៃបិដកពីសំណាក់លោកគ្រូអាចារ្យទឹកគង់នៅវត្តអង្គបឹងចកភូមិស្គរបែកឃុំបែកចានស្រុកភ្នំពេញខេត្តកណ្ដាលបន្ទាប់ពីរៀនចេះដឹងពីការប្រែព្រះត្រៃបិដករួចភិក្ខុអ៊ូក៏បានរៀនបន្ថែមនៅវិបស្សនាកម្មដ្ឋានពីសំណាក់អាចារ្យនានាជាច្រើនកន្លែងទៀតទោះបីជារូបលោកបានលាចាកសិក្ខាបទមកជាក្រហោះហើយក្តីក៏អ្នកស្រុករមែងតែងមកអញ្ជើញរូបលោកឲ្យទៅសម្ដែងពធនានាក្នុងពិធីបុណ្យផ្សេងៗដូចជាព្រះសង្ឃធម្មគតិកាចារ្យដែរលោកតាងុយក្រៅពីចេះស្មូតសូត្រធម៌ទេសនានានាហើយនោះលោកក៏ចេះច្រៀងនិងដេញសដៀវបូកផ្សំជាមួយនឹងសំនៀងដ៏ពិរោះចម្រៀងដែលលោកលើកយកមកច្រៀងច្រើនជាពាក្យទូនមានព្រានប្រដៅដល់ជំនាញជនខ្មែរទូទៅឲ្យខិតខំរៀនសូត្រសង្វាតរករបររកស៊ីអប់រំសិលធម៌អប់រំពីរឿងបុណ្យបាបជាដើមដោយសារកំណាព្យកាប់ឃ្លោងទាំងនេះហើយដែលបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីខ្ទរខ្ទារទៅឯស្រុកឆ្ងាយៗនាំឲ្យមានមនុស្សមកអញ្ជើញលោកទៅច្រៀងនៅសឹងតែគ្រប់ខេត្តខណ្ឌទាំងអស់នៅក្នុងប្រទេសកម្ពុជារៀងរាល់ពេលរដូវរំហាយក្រោយការច្រូតកាត់រួចលោកតែងធ្វើការទេសនាច្រៀងជាមួយសំនៀងសាដៀវដើម្បីដាស់តឿនក្រើនរំលឹកនិងទូន្មានដល់ជំនាញជនឲ្យខិតខំសង្វាតរកស៊ីត្រូវចេះសាមគ្គីគ្នាត្រូវសង្វាតរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃផងនិងត្រូវបង់ពន្ធជូនរាជការបារាំងផងជាដើមលោកតាមានដៃគូច្រៀងសាដៀវម្នាក់ដែលមានសំណួនវោហាមិនចាញ់គ្នាផងនោះគឺលោកជំទប់សាន់នៅឃុំភ្លើងរទេះស្រុកភ្នំពេញខេត្តកណ្ដាលតាមដំណើរថារាល់ពេលលោកតាក្រុមងុយនិងជំទប់សាន់ពើប្រទះច្រៀងជួបគ្នាម្ដងអ្នកផងទាំងឡាយតែងផ្អើលនាំគ្នាទៅស្ដាប់ទោះបីអ្នកខ្លះស្ថិតនៅឆ្ងាយយ៉ាងណាក៏ស្កាត់ទៅស្ដាប់លោកទាំងពីរច្រៀងដែរចម្រៀងដែលលោកទាំងពីរលើកមកច្រៀងនោះមិនមែនជាចម្រៀងឆ្លងឆ្លើយលេងសើចឥតន័យឥតខ្លឹមសារនោះទេគឺតែងលើកនិយាយស្ដីពីការអប់រំមនុស្សឲ្យចេះរស់នៅនិងរឿងធម៌អាចជាដើមក្រៅពីការច្រៀងជូនអ្នកផងទាំងឡាយស្ដាប់លោកតាក៏ធ្លាប់ច្រៀងថ្វាយព្រះករុណាព្រះបាទស៊ីសុវត្ថិហើយព្រះករុណាទ្រង់សពព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះថ្វីមករបស់លោកតាងុយហើយទ្រង់ក៏សពព្រះរាជហឫទ័យប្រទាននៅរង្វាន់ជាប្រាក់និងគោរមងារជាអ្នកព្រះភិរមភាសាក្រោយមកទៀតកតនាមរបស់លោកតាងុយបានលេចលឺទៅដល់លោក George Sedes ដែលជាសមាជិកសាលាបារាំងចុងបូព៌ានិងជាអ្នកឯកទេសមួយរូបលើបញ្ហាវប្បធម៌លោក Sedes ដែលចេះភាសាខ្មែរផងនោះបានស្ដាប់លោកតាក្រុមងុយច្រៀងយ៉ាងយកចិត្តទុកដាក់គ្រប់ពាក្យសម្ដីដែលលោកតាក្រុមងុយបានច្រៀងដោយសេចក្តីពេញចិត្តយ៉ាងខ្លាំងមែនទែនពេលមួយនោះលោក Sedes មានបេសកកម្មខាងស្រាវជ្រាវតម្រូវឲ្យលោកទៅឯក្រុងបាងកកហើយចំពេលនោះស្ដេចសៀមព្រះនាមប្រជាធិបកក៏ចាត់ព្រះអង្គម្ចាស់ទម្រង់រាជានុភាពឲ្យមកចូលគាល់ព្រះបាទស៊ីសុវត្ថិដើម្បីសូមអញ្ជើញលោកតាក្រុមងុយឲ្យចូលទៅច្រៀងថ្វាយព្រះចៅសៀមត្បិតឮល្បីសំនួនវោហាខ្ពស់បងប្អូននឹងទេនៅក្នុងឆ្នាំ1930លោក George Sedes និងលោកតាក្រុមងុយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយលោក Sedes ក៏បាននាំលោកតាក្រុមងុយទៅកាន់រាជបណ្ណាល័យក្រុងភ្នំពេញក្រោយមកត្រូវបដូរឈ្មោះទៅជាវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតវិញដើម្បីទៅជួបជាមួយនឹងអ្នកស្រី Susan Cabeles ដែលជាអ្នកគ្រប់គ្រងរាជបណ្ណាល័យនោះនៅពេលនោះផងដែរអ្នកស្រី Cabeles
ក៏បានចាត់ឲ្យគេរៀបចំកន្លែងជូនលោកតាក្រុមងុយដើម្បីធ្វើការសម្ដែងសិល្បៈទាំងអ្នកស្រីជនជាតិបារាំងម្នាក់នេះក៏ដូចជាមន្ត្រីទាំងឡាយដែលធ្វើការនៅទីនោះពិតជាមានសេចក្តីពេញចិត្តជាអណែកចំពោះសំណួនវោហារស័ព្ទរបស់លោកតាក្រុមងុយទើបអ្នកស្រីកាបាឡេសបានសុំឲ្យលោកតាងុយច្រៀងម្ដងទៀតតែច្រៀងមួយដើម្បីអាចឲ្យមន្ត្រីនៅទីនោះអាចកត់ចម្លងរាល់ពាក្យសម្ដីរបស់លោកតាបានជាកិច្ចតបស្នងវិញអ្នកស្រីកាបាឡេសក៏បានជូនប្រាក់1រៀលដល់លោកតាងុយផងដែរយោងតាមការសិក្សាស្រាវជ្រាវអត្ថបទដែលជាស្នាដៃនិពន្ធរបស់លោកតាមានចំនួន6ច្បាប់ល្បើកថ្មីច្បាប់កេរកាលថ្មីសេចក្តីរំលឹកដាស់តឿនពាក្យការប្រដៅជនប្រុសស្រីបណ្ដាំក្រុមងុយច្បាប់ល្បើកសង្ឃលោកតាក្រុមងុយគឺជាបុគ្គលម្នាក់ដ៏ល្បីល្បាញនៅក្នុងសង្គមខ្មែរលោកប្រសូតនៅក្នុងឆ្នាំ1865នៅស្រុកភ្នំពេញខេត្តកណ្ដាលឈ្មោះពេញរបស់លោកគឺអុកអ៊ូចំណែកឯនាមងុយវិញជានាមប្រទានដោយព្រះករុណាព្រះបាទស៊ីសុវត្ថិដែលទ្រង់សពព្រះរាជហឫទ័យនិងថ្វីមករបស់លោកតានោះឯងដោយសារតែស្នាដៃដ៏រស់រវើកនិងបណ្ដុំដោយពាក្យទូន្មានល្អៗរបស់លោកតានេះហើយទើបត្រូវបានក្រសួងអប់រំយុវជននិងកីឡាដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ជាតិហើយនៅតាមវត្តអារាមនិងសាលារៀនខ្លះក៏មានសាងរូបសំណាករបស់លោកតាដើម្បីឲ្យកូនចៅជំនាន់ក្រោយស្គាល់មិនត្រឹមតែប៉ុណ្ណោះសូម្បីតែនៅលើក្រដាសប្រាក់រៀលរបស់ប្រទេសកម្ពុជាក៏ធ្លាប់មានដាក់រូបរបស់លោកតាក្រុមងុយផងដែរប៉ុន្តែប្រហែលជាបងប្អូនមួយចំនួនមិនបានឃើញឬក៏មិនបានដឹងនោះទេហើយនេះជារូបក្រដាសប្រាក់5000រៀលឆ្នាំ1973ដែលមានរូបលោកតាក្រុមងុយដែលគេហាក់ទំព័រអាឡាដាំងស្រាវជ្រាវរកឃើញលោកតាក្រុមងុយបានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ6កើតខែមករាពុទ្ធសករាជ2479គ្រិស្តសករាជ1936ក្នុងជំនាយុ71ឆ្នាំដោយរោគទល់លាមកហើយមរណភាពរបស់លោកតាគឺជាការបាត់បង់កវីដ៏ឆ្នើមមួយរូបរបស់ប្រទេសកម្ពុជាអ្នកព្រះទីរំភាសាអ៊ូខ្ញុំបង្គំនឹកគុណព្រះពុទ្ធពុទ្ធោប្រសង់ជាមុនគុណគប់មហាធ្ងន់មេត្តាបិតាឧបជាជាធំកាលចាប់ដៃខ្ញុំឲ្យកោកេសាអនុសវੰប្រកម្មវិជ្ជាគុណតួអក្សរាទាំង33ទាំងនេះគឺជាប្រវត្តិខ្លីៗរបស់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដែលពូកែខាងវោហារស័ព្ទកំណាព្យកាប់ខ្លងគឺលោកតាក្រុមងុយហើយជួបជាមួយខ្ញុំជឿនវ៉ានីនៅវីដេអូអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូបដែលជាព្រះសង្ឃនោះគឺចុកខ្នងឈឺចង្កេះបញ្ហាក្រពះពោះវៀនរ៉ាំរ៉ៃគេងមិនសូវលក់កម្លាំងចុកសោយឧស្សាហ៍ឈឺកុសខ្យល់ញឹកញាប់និងបញ្ហាសុខភាពជាច្រើនមុខទៀតសូមណែនាំបងប្អូនពិសាទឹកយិនសិនម៉ាក់អ៊ីអាចជួយសម្រួលសម្រាលអាការៈជំងឺរបស់បងប្អូនបានផលិតផលសតពីប្រទេសកូរ៉េ